តើអ្នកដឹងទេមនុស្សដែលទទួលបានជោគជ័យមិនមែនកើតមកពូកែជាងអ្នកទេប៉ុន្តែពួកគេមិនដែលជប់អភិវឌ្ឍខ្លួននោះទេការអភិវឌ្ឍខ្លួនមិនមែនមានន័យថាត្រូវប្រៀបធៀបខ្លួនជាមួយអ្នកដទៃនោះទេវាមានន័យថាថ្ងៃនេះត្រូវល្អជាងថ្ងៃម្សិលមិញបន្តិចរៀនជំនាញថ្មីមួយអានសៀវភៅមួយទំព័រស្ដាប់ចំណេះដឹងថ្មីមួយឬកែទម្លាប់អាក្រក់មួយក៏ជាការអភិវឌ្ឍខ្លួននោះដែរកុំរងចាំឲ្យឱកាសមករងអ្នកចូលរៀបចំខ្លួនឲ្យរួចរាល់ដើម្បីទទួលយកឱកាសនៅពេលវាមកដល់ព្រោះអ្នកដែលត្រៀមខ្លួនបានល្អតែមានឱកាសដើរទៅមុខមុនគេចូលចងចាំថាការរីកចម្រើនពិតប្រាកដមិនមែនវាស់តាមទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែវាស់តាមចំណេះដឹងវិន័យផ្នត់គំនិតនិងសមត្ថភាពដែលអ្នកកសាងជារៀងរាល់ថ្ងៃសូមចាប់ផ្ដើមពីថ្ងៃនេះដើម្បីអភិវឌ្ឍខ្លួនបន្តិចម្ដងព្រោះអនាគតដ៏ល្អប្រសើរមិនមែនកើតឡើងដោយចៃដន្យនោះទេតែកើតចេញពីការកែលម្អខ្លួនឯងជារៀងរាល់ថ្ងៃបាទបងប្អូនបើគិតថាវីដេអូនេះមានសារៈសំខាន់សូមបងប្អូនចុច like follow page subscribe channel និង share ទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូនដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ